បើសម្ដេចតេជោសឡុតយកមកយ៉ាងម៉េចហើយផ្ទះគេលិចទឹកហើយយ៉ាងម៉េចអូរត់ទៅទៀតហើយ99%បងប្អូនគាត់ចេះថែរក្សាគាត់ចេះកែគុណគាត់ចាក់សាបគាត់បូកគាត់បិទឥឡូវមានទាំងម៉ាសាទៀតសម្ដេចឥឡូវខ្ញុំទៅស៊ីកាទៀវនឹងពេលថ្ងៃមកពី11ខ្ញុំទៅចូលម៉ាសានៅនឹងពូវិឈឺខាងពេកជើងសួរមីនាងនៅណាធ្វើអីយ៉ាងម៉េចអីយ៉ាងម៉េចចឹងទៅមិនចង់យកលុយលពូហាត់យកទៅក្មួយបាទចិត្តនឹងលឺគេថាអញ្ចឹងលេចង់ឲ្យដែរហ្នឹងណាបើតែទៅមិនគេខំប្រឹងម៉ាសាយើងហើយមានសពឥឡូវនឹងគឺគ្រប់បែបយ៉ាងនៅតែផ្សារទេសម្ដេចដែលសុំសម្ដេចមេត្តាជួយផ្សារមួយទៀតឲ្យគាត់ចង់បានផ្សារប្រមូលផ្ដុំ 3000 គ្រួសារហ្នឹងដើម្បីគាត់ទៅលក់ទៅហ្នឹងឥឡូវគាត់ទៅលក់គ្រប់ជ្រុងអញ្ចឹងអាអ្នកដើរទិញវែងពេញហ្នឹងពួក4គីឡូ4ជ្រុងដាច់មិនដឹងទៅតាណាចង់ទិញកង់មិនដឹងទៅតាណាចង់ទិញចេកមិនដឹងទៅតាណាអញ្ចឹងគាត់ហោះ Facebook ផ្ទះគាត់លេខប៉ុណ្ណេះផ្លូវលេខប៉ុណ្ណេះអញ្ចឹងនេះតនុយមកតនុយហ្នឹងអភិបាលរងនោះគាត់ខំមកនៅអង្គុយនៅតំណងជាមួយខ្ញុំហ្នឹងហើយ3ខែទេសម្ដេចអត់ហ៊ានទេអត់ហ៊ានទៅណាទេដោយសារអីដោយសារថាសម្ដេចតេជោនិងសម្ដេចកតេប្រឌិនលោកថាគីមិនទៅណាអត់ហ៊ាន3ហ៊ានថានៅពេញទៅនៅក្នុងអញ្ចឹងអត់ហ៊ានគាត់មើលអា logo ហ្នឹងអញ្ចឹងជួនដើរ Facebook TikTok YouTube ស្អីហ្នឹងណែគេប្រហែលទៅមើលពូពិការពីណាគេប៉ណ្ណឹងចេះយ៉ាងម៉េចមួយថ្ងៃ10ឬ20សម្ដេចកតេប្រឌិតបើសម្ដេចតេជោសឡុតយកមកយ៉ាងម៉េចហើយផ្ទះគេលិចទឹកហើយយ៉ាងម៉េចអូរត់ទៅទៀតហើយហើយបើសម្ដេចធម្មតាទៅពូមើលយ៉ាងម៉េចរឿងហ្នឹងយ៉ាងមើលរាយការណ៍គាត់ទៅគាត់បាត់ទៅវិញទៅអញ្ចឹងវាមានចន្លោះប្រហោងតិចតួច